ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបានឈ្មោះហៀងជា personal trainer នៅ The Place Gym សាខាទូកុកអញ្ចឹងថ្ងៃនេះខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាពី3 exercise ហើយ exercise ដំបូងយើងនឹងលេង Facebook ដែលយើងថាទៅលើស្មាក្រោយហើយមកឥឡូវយើងមកលេងស្មាក្រោយទាំងអស់គ្នាហើយយើងប្រើជាមួយនឹង rope ហើយ set bar នេះយើងខ្ពស់ល្មមទៅតាមកម្ពស់របស់យើងបន្ទាប់មកសេរីគីឡូអាចថាយើងដាក់គីឡូដែលសមស្របជាមួយនឹងកម្លាំងយើងអញ្ចឹងពេលយើងទាញយើងអាចកាន់អញ្ចេះក៏បានឬក៏អញ្ចេះក៏បានតាមដែលយើងគិតថាស្រួលហើយសម្រាប់ខ្ញុំចូលចិត្តទាញបែបឈរឲ្យមានលំនឹងខ្ញុំឈរជើងមួយទៅមុខជើងមួយទៅក្រោយអញ្ចឹងពេលដែលទាញមកយើងទាញត្រឹមលក្ខជាតិហើយវាចូលស្មាក្រោយអូខេហើយពេលមកដល់យើង switch វាបន្តិចមក push វា switch វាបន្តិចអូខេអញ្ចឹង exercise ដែរខ្ញុំលេង12 rep ចំនួន4 setអញ្ចឹងមកយើងលេង first pull បាន4 set ហើយឥឡូវ exercise ទី2ដែលខ្ញុំនឹងបង្ហាញគឺយើងលេង overhead tricep extension ដែលឥឡូវនេះយើងតម្លាក់វាឲ្យរៀងទាបវិញដោយសារយើងលេងទាញពីក្រោមឡើងមកលើអូខេអញ្ចឹងអាចសេរីវាធំល្មមដែលយើងអាចទាញទៅវា switch យើងទៅក្រោយវិញយើងប្រឹងកម្លាំងបានអូខេអញ្ចឹងអានេះយើងកាន់មកឡើងអញ្ចឹងយកដៃកែងដៃគៀបរៀងចូលក្បាលបន្តិចបន្តមកពេលដែលយើងរុញឡើងលើ squeeze វាឡើងលើទប់កែងដៃឲ្យជាប់លាក់វិញមួយ hold វា squeeze ឡើងម្ដងទៀតអូខេ exercise ហ្នឹងអាចលេង12 rep 4 set ដូចគ្នាអូខេ exercise នេះសំខាន់ពេលដែលយើងឡុកកែងដៃយើងអត់ swing វាបែបនេះណា swing បែបនេះវាអត់ចូលទេអូខេអញ្ចឹងយើងឡុកកែងដៃមកពេលយើង switch វាមកអូខេចឹង exercise ទី2មិញយើងលេង tricep ហើយឥឡូវ exercise ទី3ខ្ញុំនាំអ្នកនរគ្នាមកលេងជាមួយនឹង front ទេហើយប្រើឧបករណ៍នេះដែលយើងលើកទៅមុខអូខេអញ្ចឹងយើងសេរីគីឡូ exercise នេះយើងចូលពីក្រោយវិញយើងចូលពីក្រោយអញ្ចឹងពេលឈរឲ្យត្រង់មកស្មា chest up លើកមកកាន់ grab មកត្រង់អូខេចឹងដូចគ្នា12 rep 4 set ដូចគ្នាexercise នេះយកស្មាមុខអញ្ចឹងសង្ឃឹមថាវីដេអូនេះអាចជួយអ្នកនរគ្នាក្នុងការហាត់ប្រាណឲ្យបានត្រឹមត្រូវពីខ្ញុំបាទហៀង personal trainer មកពី The Place Gym TK អរគុណអ្នកទាំងអស់គ្នា